សូមអនុមោទនាពិធីបុណ្យមិខបូជាមិខបូជាប្រារព្ធធ្វើឡើងដើម្បីហេតុ3យ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនាគឺ1ជាថ្ងៃប្រជុំចតុរង្គសន្និបាតប្រកបដោយអង្គ4 2ជាថ្ងៃដែលព្រះពុទ្ធទ្រង់សម្ដែងនៅឱវាទបាតិមោក្ខ3ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ជនេយុសង្ខារ3ខែមុនថ្ងៃចូលបរិនិព្វានចតុរង្គសន្និបាតប្រកបដោយអង្គ4គឺ1ព្រះសមណទូត1250អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយគោធម៌បានវិលត្រឡប់មកចូលគួរព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា2ព្រះសង្ឃទាំងអស់សុទ្ធតែជាអេហិភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំពោះឲ្យដោយផ្ទាល់ហៅថាអេហិភិក្ខុឧបសម្បទា3ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា6គឺសម្ដេចរិទ្ធបានត្រជាទិព្វភ្នែកទិព្វកំណត់ដឹងចិត្តអ្នកដទៃអាចរលឹកជាតិបានមកប្រជុំគ្នាក្នុងវត្តវេលវ័នដោយមិនបានណាត់ទុកជាមុន4ថ្ងៃដែលព្រះសង្ឃទាំងអស់មកប្រជុំគ្នានោះត្រូវនៅថ្ងៃ15កើតពេញបរមីខែមិញឱវាទបាតិមោក្ខជាបេះដូងនៃព្រះពុទ្ធសាសនាព្រះពុទ្ធទ្រង់ត្រាស់សម្ដែងនៅក្នុងថ្ងៃ15កើតពេញបរមីខែមិញថា1កិរិយាចាកបាបទាំងឡាយ2ការញ៉ាំងនៅកុសលឲ្យកើតឡើង3ការចម្រះចិត្តឲ្យស្អាតផូរផង់ទាំងនេះជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំងឡាយសូមតាំងចិត្តចេតនាជ្រះថ្លាចូលរួមពិធីបុណ្យមិខបូជា